ការចាត់ទុកគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នាដោយក្នុងនោះចលនាជំរុញលើកកម្ពស់ផ្សព្វផ្សាយអប់រំការចុះអនុសាសនៈយោគយល់គ្នាជាមួយគ្រប់វិស័យការបញ្ជ្រាបការអប់រំការបង្ការទប់ស្កាត់អំពីវិនិស្សកម្មគ្រឿងញៀនបានធ្វើឲ្យពលរដ្ឋនិងសង្គមជាតិទាំងមូលបានចូលរួមគ្រប់សកម្មភាពដើម្បីកម្ចាត់គ្រឿងញៀនចេញពីសង្គមកម្ពុជាការលើកកម្ពស់ការផ្សព្វផ្សាយអប់រំបច្ចុប្បន្នត្រូវបានធ្វើឡើងក្រោមរូបភាពតាក់ទាញទំនើបទាន់សម័យនិងមានប្រសិទ្ធភាពដោយឆ្នាំ2025នេះកន្លងទៅអ្នកទទួលបានសារអប់រំមានជាង23លានអង្គអ្នកទី2ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍មាននិន្នាការថយចុះពិសេសការប្រើប្រាស់តាមក្លឹបកម្សាន្តតាមមូលដ្ឋាននិងការលបលាក់ផលិតកែច្នៃត្រូវបានលុបបំបាត់បន្តិចម្ដងដែលសមិទ្ធផលនេះគឺបានមកពីការអនុវត្តវិធានការរដ្ឋបាលវិធានការច្បាប់ដ៏ម៉ឺងម៉ាត់តឹងរឹងបំផុតរបស់ស្ថាប័នអនុវត្តច្បាប់របស់យើងដែលខ្ញុំបាទសូមយកឱកាសនេះសូមសម្ដែងនៅការកោតសរសើរនិងវិយតម្លៃខ្ពស់ចំពោះឯកឧត្តមអបនាយករដ្ឋមន្ត្រីអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំង3រូបគឺឯកឧត្តមអភិសន្តិបណ្ឌិតសុខាឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហានិងឯកឧត្តមករិតដែលបានបំពេញតួនាទីយ៉ាងល្អប្រសើររួមចំណែកដល់និន្នាការវិជ្ជមានទាំងនេះក្នុងនោះសម្រាប់ឆ្នាំ2025សមាជិកបានធ្វើការបង្ក្រាបសរុប17743ករណីគាត់ខ្លួន23884នាក់ចាប់យកសារធាតុញៀន5897គីឡូក្រាមនិងសារធាតុគីមីផ្សំ42តោន814គីឡូក្រាមចាត់វិធានការរដ្ឋបាលនិងបិទទីតាំងអាជីវកម្មចំនួន12អប់រំកិច្ចសន្យា520នាក់ទី3អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រើប្រាស់ធ្វើបដិវត្តកម្ម Digital ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយក្នុងនោះក្នុងឆ្នាំ2024បានបង្កើតកម្មវិធីទូរស័ព្ទដៃនុត្រាក់សម្រាប់ឲ្យពលរដ្ឋទទួលបានការកម្សាន្តបែបអប់រំមេរៀនព័ត៌មាននានាពាក់ព័ន្ធនឹងប្រធានបទគ្រឿងញៀនព្រមទាំងជាមធ្យោបាយរាយការណ៍24ម៉ោងសម្ងាត់និងមានសុវត្ថិភាពដោយគិតមកត្រឹមថ្ងៃនេះមានពលរដ្ឋប្រើប្រាស់82893នាក់ក្នុងនោះបានរាយការណ៍ពីចំនួន6649ករណីសមាជិកបានដោះស្រាយ6026ករណីស្មើនឹង93%នៅក្នុងឆ្នាំ2025នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្កើតថ្នាល Digital សម្រាប់ផ្ទុកទិន្នន័យអ្នកញៀនគ្រឿងញៀនតាមមណ្ឌលបន្សាបព្យាបាលនិងស្ថាននីតិសម្បទាដើម្បីតាមដានប្រសិទ្ធភាពនៃការព្យាបាលនិងមានទិន្នន័យច្បាស់លាស់សម្រាប់រៀបចំផែនការធ្វើសមាហរណកម្មដើម្បីកសាងធនធានមនុស្សឡើងវិញសម្រាប់សង្គមជាតិដោយឡែកចំពោះតួលេខឆ្នាំ2025នេះចំនួនអ្នកញៀនសរុប28287នាក់ក្នុងនោះកំពុងទទួលការបន្សាបនិងព្យាបាលតាមមណ្ឌល8788នាក់ព្យាបាលតាមសហគមន៍7428នាក់បញ្ជូនទៅតុលាការ1431នាក់និងបានបន្សាបព្យាបាលរួចធ្វើសមាហរណកម្ម11640នាក់ទី4ទទួលស្គាល់លើកសរសើរវិយតម្លៃខ្ពស់ចំពោះសំណាក់សហគមន៍អន្តរជាតិដោយក្នុងនោះការិយាល័យទទួលបន្ទុកគ្រឿងញៀនអក្រិតកម្ម UNODC បានចាត់ទុកកម្ពុជាជាប្រទេសល្អមួយក្នុងការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន2ឆ្នាំជាប់ៗគ្នាការកោតសរសើរយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាប្រកបដោយកម្លាំងចលករនិងបរិយាបន្នគ្រប់វិស័យនិងការគៀងគរគ្រប់វិស័យឯកជនដៃគូអង្គការជាតិអន្តរជាតិចូលរួមជាមួយអាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទី5ការលើកកម្ពស់អភិបាលកិច្ចល្អភាពស្អាតស្អំក្នុងស្ថាប័នរដ្ឋតាមរយៈអនុវត្តគោលការណ៍សម្អាតផ្ទះយើងនិងគោលការណ៍